មេដឹកនាំថ្មីរបស់អ៊ឺរ៉ង់កំពុងលាក់ខ្លួនឬយ៉ាងណាគណៈពេលដែលរូបលោកបានបាត់មុខយ៉ាងអាត់កំបាំងពីកម្មវិធីធំជាបន្តបុនតលហ្វាំងហ្វៃកំពុងផ្ទុះឡើងពីពេញបច្ឆិមបូព៌ានិងពិភពលោកទាំងមូលបន្ទាប់ពីការបាត់បង់អតីតប្រធានាធិបតីរ៉ាស៊ីមកមហាជនកំពុងផ្ដោតខ្សែភ្នែកទៅលើថ្នាក់ដឹកនាំថ្មីប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺភាពស្ងាត់ខុសពីធម្មតាហេតុផល3យ៉ាងដែលធ្វើឲ្យពិភពលោកកំពុងតែមានការសង្ស័យគឺការអវត្តមានក្នុងកម្មវិធីសំខាន់កៅអីទំនេរក្នុងសាលប្រជុំយុទ្ធសាស្ត្រយោធាការមិនបង្ហាញខ្លួនអង្គសន្តិកថាជាតិដែលធ្លាប់តែមានជាទៀងទាត់ទី2ស្ថានភាពសន្តិសុខកម្រិតខ្ពស់ជាងគេលើកឡើងថានេះអាចជាយុទ្ធសាស្ត្រសន្តិសុខដាច់ខាតបីកិច្ចពិការតាមប្រមាញ់ឬការវាយប្រហារពីខាងក្រៅពេលភាពតានតឹងជាមួយនឹងអ៊ីស្រាអែលកំពុងកើនឡើងកម្ដៅខ្លាំងនៅទី3មានពាក្យចចាមអារាមផ្ទៃក្នុងតើនេះជាបញ្ហាសុខភាពឬជាការរៀបចំយុទ្ធសាស្ត្រស្ងាត់ដើម្បីត្រៀមបញ្ចេញអាវុធធុនធ្ងន់មួយជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះទីក្រុងតេអ៊ីរ៉ង់មិនទាន់មានការបកស្រាយជាផ្លូវការណាមួយនៅឡើយទេអ្នកយល់យ៉ាងណាដែរតើនេះគឺជាការលាក់ខ្លួនដើម្បីសុវត្ថិភាពឬគឺជាសញ្ញាព្យុះសង្គ្រាមដែលជិតមកដល់ដើម្បីទទួលបានព័ត៌មានអាប់ដេតថ្មីសូមជួយចុច follow